អ្វីទៅជាការបដិបត្តិសមាធិមិនមែនជាផ្លូវនៃការធ្វើឲ្យចិត្តរបស់យើងស្ងប់សុខតែម្យ៉ាងនោះទេប៉ុន្តែវាគឺជាផ្លូវដែលធ្វើឲ្យចិត្តរបស់យើងមានភាពរឹងមាំមានការគ្រប់គ្រងបានល្អនិងទទួលនៅឧបសគ្គគ្រប់បែបយ៉ាងនៅពេលដែលមនុស្សយើងមានធម៌ពលកម្លាំងកាយចិត្តគ្រប់គ្រាន់នៅពេលនោះហើយគឺយើងមានកម្លាំងក្នុងការប្រឆាំងជាមួយនឹងបញ្ហាមែនទែនអាត្មាឧទាហរណ៍តកតងជាមួយនឹងកីឡាប្រដាល់នៅពេលដែលគាត់មានធម៌ពលផ្នែកផ្លូវចិត្តផ្នែកកម្លាំងកាយរបស់គាត់គ្រប់គ្រាន់នៅពេលនោះហើយការប្រកួតរបស់គាត់នឹងធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្តមែនទែនប្រសិនបើកីឡាករមិនមានកម្លាំងកាយចិត្តក្នុងការតាំងចិត្តក្នុងការប្រកួតនោះទេគឺការប្រកួតរបស់គាត់គឺគាត់ធ្វើមិនបានល្អនោះទេកុំភ្លេចថាវិនាទីណាក៏អាចគ្រោះថ្នាក់បានដែរនៅពេលដែលយើងកំពុងតែប្រកួតនៅលើសង្វៀនប្រសិនបើមនុស្សយើងមិនមានការសមាធិនោះទេមិនខុសអីពីយើងធ្វើការដោយមិនយកចិត្តទុកដាក់នោះទេធ្វើឲ្យតែហាយរួចពីដៃនិងគ្មានការផ្ចិតផ្ចង់នោះឡើយភាពល្ងីល្ងើនៅក្នុងជីវិតរបស់មនុស្សភាពល្ងីល្ងើគឺមិនខុសអីដីល្ងងរបស់មនុស្សឡើយរោគសញ្ញានៃភាពល្ងីល្ងើអាចរកបាននៅក្នុងជីវិតសត្វលោកទាំងអស់ប្រសិនបើលោកអ្នកបានឃើញនរណាម្នាក់ដែលអ្នកគិតថាគេគឺជាមនុស្សល្ងីល្ងើឬក៏ល្ងិតល្ងងនោះសូមអ្នកកុំប្រកាន់គេធ្វើអីពីព្រោះអ្នកក៏នៅមានភាពល្ងីល្ងើនោះដែរល្អនិងអាក្រក់ឥតមានល្អឬឥតមានអាក្រក់នោះទេអ្វីវាគ្រាន់តែការគិតជាអ្នកសាងឡើងប៉ុណ្ណោះការគិតរបស់យើងគឺជាកូនសោឆ្ពោះទៅរកសេចក្តីសុខនិងសេចក្តីទុក្ខប្រសិនបើយើងដឹងថាការគិតរបស់យើងគឺជាកូនសោឆ្ពោះទៅរកសេចក្តីសុខនិងសេចក្តីទុក្ខសំណួរសួរថាចុះតើហេតុអ្វីបានជាយើងមិនប្រន់ធ្វើជាវិស្វករនៃចិត្តរបស់យើងសាងតែសេចក្តីសុខតែម្ដងទៅមនុស្សយើងជាច្រើនតែងតែគិតអវិជ្ជមានទៅលើអ្នកដទៃនៅពេលដែលគេឃើញនរណាម្នាក់ដែលគេគិតថាមិនសមទំនងគឺគេវាយតម្លៃក៏វិនិច្ឆ័យភ្លាមការសរសើរអាចលួងលោមចិត្តមនុស្សបានការសរសើរគឺជាការទៅបបោសអង្អែលនិងចូលទៅលួងលោមចិត្តមនុស្សយ៉ាងខ្លាំងមែនទែនការសរសើរនេះដែលជាកត្តាដំបូងជំរុញឲ្យមនុស្សធ្វើអ្វីស្ទើរតែគ្រប់សកម្មភាពទាំងអស់នៅក្នុងโลกនេះនៅពេលដែលយើងមានដង្ហើមសម្រាប់ដកចេញចូលនៅឡើយយើងក៏បីប្រើពាក្យសរសើរឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានព្រោះការសរសើរចំណាយដើមទុនតិចតែបានផលច្រើនណាស់ឬបានទៅនឹងកន្លែងការងារនៅពេលដែលយើងធ្វើការងារទទួលបានលទ្ធផលជោគជ័យគឺយើងត្រូវការពាក្យសរសើរបើទោះបីជាពាក្យសរសើរនោះមិនមែនជាពាក្យដែលល្អអីណាទេប៉ុន្តែពាក្យសរសើរគឺជាការលើកទឹកចិត្តឲ្យយើងមានកម្លាំងចិត្តក្នុងការបន្តការងារបន្តទៀតឧទាហរណ៍អូនធ្វើការបានល្អណាស់អាចបន្តជាមួយនឹងprojectថ្មីជាមួយនឹងបងបានពាក្យទាំងនេះវាមើលទៅសាមញ្ញទេប៉ុន្តែវាជាកត្តាមួយដែលជំរុញឲ្យជនមនុស្សមានថាមពលខ្លាំងមែនទែនបើសិនបើញាតិញោមកាលណាកុំចាស់គ្រប់អង្គពេញចិត្តនៅវីដេអូបែបនេះកុំភ្លេចចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗអាត្មាភាពមានវីដេអូតាក់ទងជាមួយនឹងការអប់រំចិត្តវីដេអូតាក់ទងជាមួយនឹងការសមាធិវីដេអូជាមួយនឹងការធ្វើដំណើរតែម្នាក់ឯងវីដេអូតាក់ទងជាមួយនឹងការដែលយើងបដិវត្តផ្នត់គំនិតផងដែរ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗ